ស្ត្រីត្រូវបានគេដាក់ទណ្ឌកម្មដោយសារមិនអាចមានកូនក្មេកមិនពេញចិត្តនាងតែមិននឹកស្មានដល់នាងទើបតែលែងលះនាងបានរកឃើញថានាងមានផ្ទៃពោះភ្លាមបន្ទាប់ពីរៀបការនាងមានផ្ទៃពោះហើយចង់ទាញទារកចេញមធ្យោបាយតែមួយគត់ដើម្បីធំគឺដោយការដំឡើងទោសនៅតាមផ្លូវដើម្បីចិញ្ចឹមជីវិតខ្ញុំមិនដែលរំពឹងថានឹងជួបអ្នកម្ដងទៀតទេបន្ទាប់ពី5ឆ្នាំដល់ពេលនាងឈានដល់អតីតស្វាមីហើយបង្កើតគ្រួសារថ្មីហើយមើលទៅរូបរាងរីករាយនិងពេញចិត្តរបស់ពួកគេចិត្តមនុស្សស្រីប្រៀបដូចជាកាំបិតមានស្អប់ខ្វះមហិច្ឆតារបស់ខ្លួនខ្ញុំផ្ទាល់ប៉ុន្តែខ្ញុំនៅតែតស៊ូប៉ុន្តែវាជាវាសនាឥឡូវនេះនាងមិនត្រឹមតែរស់នៅក្នុងភាពក្រីក្រប៉ុណ្ណោះទេរងទុក្ខពីការងារលើកទម្ងន់និងជំងឺក្នុងគោលបំណងការសម្រេចចិត្តរបស់ស្ត្រីម្នាក់មិនពាក់ព័ន្ធនឹងគ្រួសាររបស់នាងតាំងចិត្តដើរលើផ្លូវមិនវិលវិញនឹងម្ដាយនិងកូនស្រីរបស់នាងខ្ញុំបានឃើញទស្សនវិជ្ជាដ៏សោកសៅនេះដោយផ្ទាល់ជប់បែបនេះអ្នកណាទៅគិតថា22ឆ្នាំក្រោយនារីម្នាក់នេះមិនត្រឹមតែមិនស្លាប់ទេតែនាងបានមកដល់ដោយស្លៀកពាក់ជាស្ត្រីអភិជនកន្លែងដែលខ្ញុំកើតមើលទៅក្រោយភ្លៀងធ្លាក់ធ្វើអត្តឃាតដោយលងទឹកយកមានអារម្មណ៍ថាវាបានកើតឡើងកាលពីម្សិលមិញខានសួគ៌នាងមិនអាចជួយអ្វីបានឡើយប៉ុន្តែត្រូវបានរំកិលទៅកន្លែងកើតហែកស្រក់ទឹកភ្នែកសោកស្ដាយនេះបុរសម្នាក់បានបង្ហាញខ្លួននៅក្នុងនាងនៅពីក្រោយគាត់បុរសនោះអ្នកដែលជួយសង្គ្រោះនាងក្នុងឆ្នាំនោះគឺនាងដើម្បីសងបំណុលនៃការដឹងគុណគាត់បានទទួលយកការផ្ដល់ជូនរបស់បុរសនោះអារម្មណ៍របស់មនុស្សវាប្រែថាដូចជាការពីពេលនោះក្រោយពីស្ត្រីនោះត្រូវបានសង្គ្រោះនាងបានបាត់បង់ការចងចាំរបស់នាងរហូតដល់ថ្ងៃនេះមានតែពេលនេះទេដែលការចងចាំរបស់ខ្ញុំត្រឡប់មកវិញបន្តិចម្ដងនាងនឹកម្ដាយរបស់នាងខ្លាំងណាស់សម្លាញ់មនុស្សប្រុសដែលធ្វើឲ្យអ្នកស្រួលនឹងមើលថែខ្លួនឯងយើងនឹងប្រឹងអស់ពីសមត្ថភាពដើម្បីជួយនាងរកសាច់ញាតិរបស់នាងទោះយ៉ាងណាក៏ដោយនាងមិនដែលមានភាពក្លាហានទេប្រាប់បុរសថាអ្នកមានកូនស្រីម្នាក់ទៀតទោះបីជាបុរសឆៃរៀបការក៏ដោយទោះបីគ្រួសារមានសេចក្តីសុខនាងក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងដែរប៉ុន្តែនាងការខ្លាចជាម្ដាយចង់គិតជាមិនងាយស្រួលទេឆឹងយ៉ងវេត្រូវប្រញាប់ទៅប្រលានយន្តហោះទៅជួបមិត្តប្រុសហើយប្រដៅឪពុកសួស្ដីតោះទៅភោជនីយដ្ឋានរបស់មិត្តប្រុសយប់នេះបើទទួលភ្ញៀវនៅទីនេះគឺ Jackie ក៏រៀបចំសម្រាប់ភេសជ្ជៈពេលល្ងាចនាងពូកែឬសម្លៀកបំពាក់ប៉ុន្តែប្តីនាងតែងខ្ញុំមានអារម្មណ៍ថាបាត់អ្វីមួយដូច្នេះខ្ញុំបានយកលុករវើមួយគូទៅ Jackie ដាក់វាហើយនៅពេលនោះយ៉ងវេភ្លេចខ្ញុំចាប់ទូរស័ព្ទខ្ញុំយ៉ាងប្រញាប់ហើយគាត់ងាកមកវិញភ្នែកមុតរបស់គាត់ម្ដាយចង់ត្រូវបានគេរកឃើញភ្លាមក្រវិលដែលនាងពាក់ឪពុកនាងបានព្យាយាមអស់ពីសមត្ថភាពការបញ្យល់គឺថាខ្ញុំបានយកវាហើយប្រើវាឡើងគាត់បានប្រគល់វាឲ្យនាងវិញប៉ុន្តែយ៉ងវេចិត្តនាងប្រញាប់សុំទោសហើយក្រវិលត្រូវបានគេឲ្យទៅយ៉ងវេទេ Jackie ឆ្ងល់បានមកជាមួយប្តីរបស់នាងទៅអនាគតក្មេករបស់យ៉ងវេភោជនីយដ្ឋានតែពេលឃើញទ្វារបុរសដែលបានហូបបាយនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងរន្ធត់ណាស់នេះគឺជាអ្វីដែលអ្នកកាន់តំណែងមុនរបស់ខ្ញុំគឺដូចជាតើហ្វូជេបូហេមែនទេហេតុអ្វីយ៉ងវេចិត្តស្និទ្ធនឹងជេបូហេពន្យល់មិត្តប្រុសរបស់យ៉ងវេមានឈ្មោះជាឆេងលីគាត់បានដឹងភ្លាមថាយ៉ងអ្នកដែលវាចូលចិត្តគឺទំនងជាអតីតស្វាមីរបស់នាងកូនប្រុសដើម្បីកុំឲ្យលាតត្រដាងដោយសារទំនាក់ទំនងរបស់ពួកគេ Shaggy គ្មានជំនឿអ្វីក្រៅពីគាត់បានកុហកថាគាត់ឈឺក្បាលហើយចង់ចាក់ចេញមុនខេខ្ញុំឆ្ងល់ថាតើប្តីរបស់ខេនៅតែចង់បានអ្វីនាំនាងទៅមន្ទីរពេទ្យដើម្បីពិនិត្យចេញអ្នកនឹងដឹងឈិងគ្រាន់តែចង់គេចឲ្យឆាប់តាមដែលអាចធ្វើទៅបានកន្លែងនេះនឹងអវត្តមានរបស់ Shaggy ហើយជិះមិនរួចវានឹងត្រូវជួបជាមួយយ៉ងវេការបង្រៀនបានធ្វើតាមផ្លូវទៅផ្ទះអារម្មណ៍របស់ Nekeji Haru អូបន្លាយរយៈពេលយូរនាងមិនអាចស្ងប់ស្ងាត់នាងមិនអាចប្រឈមមុខនឹងវាអ្នកដែលធ្វើបាបនាងបានផ្ដល់ឲ្យនាងបុរសម្នាក់ដែលធ្វើឲ្យមានទុក្ខអស់មួយជីវិតស្ត្រីមិនត្រូវឲ្យប្តីដឹងរឿងនេះឡើយនាងបានបាត់បង់ស្វាមីកាលពីអតីតកាលដោយសារតែរឿងនេះនាងពិតជាមិនអាចនៅជាមួយអតីតស្វាមីរបស់នាងបានទេខ្លាចជាកូនប្រសារតែអាត្មានិយមសម្រាប់ចិត្តជប់យ៉ងវេនិងអតីតកូនប្រុសរបស់ប្តីនៅជាមួយគាត់នៅថ្ងៃនោះយ៉ងវេដើម្បីស្វាគមន៍ឆេងលីកាមកដល់នៃគ្រួសារដោយផ្ទាល់មិនចុងភៅវាគ្រាន់តែនៅពេលនោះដែល Shaggy បានរៀបដើមឡើយអតីតស្វាមីរបស់នាងនិងក្រុមគ្រួសារមានគ្នា3នាក់ពួកគេចង់មកញ៉ាំអាហារពេលល្ងាចដូច្នេះខ្ញុំដឹងថាឈីងគ្មានជំរឿក្រៅពីរកលេខដើម្បីចេញទៅទិញរបស់របរត្រូវបានរត់គេចខ្លួនយ៉ាងឆាប់រហ័សខ្ញុំបានចេញទៅក្រៅប៉ុន្តែខ្ញុំមិននឹកស្មានថានឹងលាក់ខ្លួននៅទីនេះទេអតីតស្វាមីនៅតែឃើញនាងជាបហេតែហេតុនឹងចាក់ចេញពេលនោះខ្ញុំឃើញនរណាម្នាក់ទៅផ្ទះ Shaggy មិនអាចជឿបានមួយផ្លេតភ្នែករបស់នាងផ្ទាល់ព្រោះនាងតែងតែសម្រាប់ Shaggy នៅដើមអាយុ3ឆ្នាំសេបានកត់សម្គាល់អកប្បកិរិយាមិនធម្មតារបស់នាងជាបហេគ្រាន់តែអាចបង្ក្រាបវាបានភាពរំភើបខាងក្នុងរបស់នាងបានប្រាប់នាងថាអ្វីគឺល្អ Shaggy ត្រឡប់មកផ្ទះវិញហើយជិះមិនរួចនឹងជួបជាមួយយ៉ងវេបន្ទាប់ពីត្រូវបានស្ដីបន្ទោសម្ដងហើយម្ដងទៀត Shaggy មិនមានជំរឿអ្វីក្រៅពីកុហកទេពួកគេបាននិយាយថាពួកគេបានរត់ទៅរកមិត្តចាស់ហើយចែកគ្នាមួយរយៈពេលវេលាហោះហើរហើយយ៉ងវេបាត់បង់ពេលវេលាវាច្បាស់ណាស់ថានាងកំពុងនិយាយកុហកសូម្បីតែអ្នកដែលតែងតែគិតដល់ខ្លួនឯងប្តីរបស់នាងក៏មិនយល់ពីនាងដែរអរិយាប័ត្រថ្ងៃនេះអរិយាប័ត្ររ៉េថ្ងៃនេះមានទំនាក់ទំនងរវាងនាងនិងយ៉ងវេនេះបានបង្កើតឲ្យមានការប្រេះឆាកាន់តែខ្លាំងដែលធ្វើឲ្យស្វាមីការចាប់នៅកណ្ដាលគឺពិបាកណាស់ប៉ុន្តែ Shaggy ចេះតែនិយាយគាត់មានហេតុផលផ្ទាល់ខ្លួនហើយមិនព្រមប្រាប់នាងអំពីទំនាក់ទំនងរបស់នាងជាមួយគ្រួសារជេទំនាក់ទំនងឃើញ Shaggy ជានិច្ចគាត់បដិសេធមិនស្មោះនឹងនាងទេហើយប្តីគាត់បានត្រឹមតែដើម្បីអាចចាក់ចេញពីការខកចិត្តនៅទីនេះជាបូហេបានឃើញការពីយប់មិញនាងបានប្រាប់ម្ដាយរបស់នាងអំពីស្ថានភាពរបស់ Shaggy ម្ដាយមើលទៅមិនសប្បាយចិត្តបន្ទាប់ពីបានឬដូច្នេះគួរឲ្យជឿថាកាលពីមុនក៏ដោយសារពួកគេទាំងពីរម្ដាយក្មេកនិងកូនប្រសារមានចំនួនហើយម្ដាយកំពុងដាក់សម្ពាធជាបូហេនិង Shaggy បានលែងលះគ្នាបើមិនដូច្នេះទេ Shaggy នឹងមិនទៅដាក់ស្នាវាទេគាត់បានធ្វើអត្តឃាតសម្រាប់ជាហារុពួកគេទាំងពីរមានអារម្មណ៍ខ្លាំងណាស់កំហុសការសោកស្ដាយពេលនេះក៏ជាវាមិនមានប្រយោជន៍ទេម្ដាយរបស់នាងបាននិយាយថាប្រសិនបើនាងមានអារម្មណ៍ថាខុសប្រហែលទៅលេងម្ដាយរបស់ Shaggy ពេលអ្នកមានពេលសួស្ដីជាបូហេនឹងមកដល់នៅថ្ងៃបន្ទាប់ពេលមកដល់ស្រុកកំណើតម្ដាយរបស់ Shaggy បន្ទាប់ពីបានសួរមួយចំនួនរួចមកហើយពេលដឹងថាម្ចាស់ដើមមានរួចហើយម្ចាស់ផ្ទះបានចាក់ចេញជាច្រើនឆ្នាំមកហើយវាជារឿងចម្លែកដែលថ្មីនេះមនុស្សបន្តសួរអំពីវាម្ចាស់ដើមជីបូហើយខ្ញុំមិនអាចជួយអ្វីបានក្រៅពីសួរស្ត្រីនោះឈ្មោះវាប្រែចេញគឺពិតជាជាហារុវាបានកើតឡើងនៅពេលអ្នកទាំងពីរកំពុងតាក់ទងគ្នានៅពេលដែលការសន្និដ្ឋានដល់ចំណុចកំពូល Shaggy ក៏បានមកដល់នៅទីនេះ Shaggy មិននឹកស្មានថាមនុស្សដែលខ្ញុំចង់ឃើញបំផុតគឺនៅតែពេលឃើញខ្លួននាងងឿងឆ្ងល់ក្បាលរបស់គាត់ត្រូវបានកាត់ជាបូហើយគាត់បានដេញតាមពួកគេយ៉ាអាំងលឿនហើយទីងពួកគេចេញនាងបានស្នាក់នៅទីនោះហើយឃើញថា Shaggy នៅមានជីវិតនៅឡើយជាបូហេមានអារម្មណ៍ទាំងតក់ស្លុតនិងតក់ស្លុតភ្ញាក់ផ្អើលនិងរំភើបតាមពិតទៅជាបូហេដឹងថានាងធ្វើអត្តឃាតលេងមានអារម្មណ៍ខុសខ្លាំងណាស់ហើយពេលនេះឃើញ Shaggy នៅមានជីវិតនៅក្នុងបេះដូងរបស់នាងទីបំផុតអំពើបាបអាចកាត់បន្ថយបានម៉ោងមួយរំលងអាធ្រាត្រហើយពេលបានរឿងនេះ Shaggy នាងពិបាកមិនមានអារម្មណ៍ហួសចិត្តបន្តិចសោះគាត់ពិតជាបានស្លាប់ម្ដងហើយបានកើតជាថ្មីនាងបានយល់យ៉ាងជ្រាលជ្រៅធ្លាប់ប៉ុន្មានដែរល្មមជាបូហេដឹងថាជំពាក់នាងចង់ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីធ្វើការកែប្រែនាងបាននិយាយថាម្ដាយរបស់នាងក៏ដោយមានអារម្មណ៍មិនស្រួលខ្លួនក៏ទាញដុំមួយចេញមកឆែនបាននិយាយថានេះជាអ្វីមួយតិចតួចពីម្ដាយរបស់នាងបំណងល្អប៉ុន្តែលទ្ធផលគឺ Shaggy កាន់តែខឹងនាងភ្លាមក្រដាសប្រាក់នៅក្នុងដៃរបស់ខ្ញុំត្រូវបានខ្ចាត់ខ្ចាយ Shaggy មានការខកចិត្តជាខ្លាំងខ្ញុំមានអារម្មណ៍ថាមិនថាពួកគេធ្វើអ្វីវាមិនអាចបង្កើតនូវអ្វីដែលបានធ្វើចំពោះខ្លួនខ្ញុំទេជីចាប់ទោះបីខ្ញុំជីចាប់នៅពេលនោះក៏ដោយគាត់ត្រូវបានសង្គ្រោះប៉ុន្តែបាត់បង់ការចងចាំរបស់គាត់ខ្ញុំបានចំណាយពេលដែលនៅសល់ក្នុងថ្ងៃរបស់ខ្ញុំក្នុងភាពងឿងឆ្ងល់ជា20ឆ្នាំក្រោយមកនៅពេលដែលនាងបានជាសះស្បើយខ្ញុំបានទទួលការចងចាំរបស់ខ្ញុំឡើងវិញហើយត្រឡប់មកទីនេះវិញដើម្បីស្វែងរកម្ដាយរបស់ខ្ញុំពេលនៅជាមួយមនុស្សជាទីស្រឡាញ់ខ្ញុំរកមិនឃើញនៅកន្លែងណាទេDriving ដែលស្អប់នាងខ្លាំងយ៉ាងម៉េចអាចឲ្យនាងបានដឹងពីអត្ថភាពរបស់កូនស្រីវាគ្មាននៃអ្វីទេហើយបង្ហាញពីការស្អប់ខ្ពើមនាងនឹងមិនអត់ទោសឲ្យនាងពីការប្រជុំរបស់ប្រជាជនគឺដូចជាមិនសប្បាយចិត្តហើយនៅយប់នោះ Shaggy និយាយត្រូវឬឆេងលីព្យួរយ៉ងវីការពិចារណារបស់យ៉ងវេនៅឆ្ងាយពីឆេងលីយ៉ងវេខ្ញុំមិនយល់ថាហេតុអ្វីបានជានាងបន្តរារាំងខ្ញុំ Shaggy និងឆេងលីនៅជាមួយគ្នាគេថាធ្វើទាំងអស់នេះដើម្បីប្រយោជន៍ខ្លួនមុនពេលប្តីត្រឡប់មកវិញនាងសូមជួយបញ្ចុះបញ្ចូល
យ៉ងវេឆេងលីទើបតែនិយាយទៅកាន់យ៉ងវីអាកប្បកិរិយារបស់នាងត្រូវបានបញ្ចេញហើយបន្ទាប់ពីស្ដាប់ប្តីនាងមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះកូនស្រីរបស់នាងពួកគេបានសម្រេចចិត្តពន្យាពេលពិធីមង្គលការរបស់ពួកគេចុងថ្ងៃនោះជាបូហេបានបញ្ជូនយ៉ងទៅឆ្ងាយវេបានទៅផ្ទះយ៉ងវេចង់ឲ្យនាងក្រោកអង្គុយបន្តិចទើបដឹងឃើញមានការព្រួយបារម្ភថាយ៉ងវេនឹងផ្ដល់កំណើតឲ្យនាងខ្ញុំខឹងដូច្នេះខ្ញុំក្រុងនឹងរងចាំយ៉ងវេពេលនាងត្រឡប់មកផ្ទះវិញប្តីរបស់នាងសង្កេតឃើញថានាងមើលទៅមិនស្រួលលួនឲ្យនាងចូលគេងសិនទៅជីជីងស្ដាប់ទៅអនាគតក្មេកពួកគេបានមកដល់ហើយភ័យស្លន់ស្លោភ្លាមដោយភ័យខ្លាចនាងងាកមកវិញយ៉ាងរហ័សគាត់បានបែរខ្នងទៅរកមនុស្សគ្រប់គ្នាជីបូហេបានស្វាគមន៍ពួកយើងយ៉ាងកក់ក្ដៅភ្លាមពេលដែលពួកយើងចូលជម្រាបសួរគូស្នេហ៍ឆេងតែងតែយកនាងមករកនាងវិញអតីតស្វាមីអារម្មណ៍របស់នាងនៅពេលនេះខ្ញុំខ្វល់ខ្វាយខ្លាំងណាស់ខ្ញុំមិនដែលរំពឹងវាច្រើនដងនោះទេគេកិច្ចមិនឃើញខ្ញុំទេតែថ្ងៃនេះគេឲ្យខ្ញុំនាងបានជួបអតីតស្វាមីនៅផ្ទះប្តីក្រុងណែនាំប្រពន្ធឲ្យស្គាល់ណែនាំជេពួកឯទៅយាយឃើញខ្ញុំមិនទាន់ត្រៀមចិត្តនៅឡើយទេសូម្បីតែប្តីហៅនាងក៏មិនជាការឆ្លើយតបឆៃគិងដឹងថានាងមិនអាចលាក់បានទេកាលពីមុនយើងគ្មានជំរឿអ្វីក្រៅពីខំក្របកំភ្លើងនោះទេងាកមកយបូហេវ៉ាន់ខ្ញុំមិននឹកស្មានថាឆៃគិងនឹងនាងជាប្រពន្ធនិងប្តីរបស់ឃីវសាវ៉ាន់ឃើញទឹកមុខគេមានអ្វីមួយហាក់ដូចជាបិទដូច្នេះខ្ញុំក៏សួរគេភ្លាមតើយើងធ្លាប់ស្គាល់គ្នាពីមុនទេខ្ញុំមិនបានរំពឹងទុកនោះទេឆៃគិងបានបដិសេធភ្លាមថាជាឃើញបែបនេះបូហេបានត្រឹមតែធ្វើពុតប៉ុណ្ណោះធ្វើពុតជាមិនដឹងដើម្បីឲ្យឃីវសាវ៉ាន់បានជឿវាដូច្នេះគាត់អាចនិយាយបានតែមួយថ្ងៃមុនថ្ងៃម្សិលមិញខ្ញុំបានឃើញគាត់នៅក្នុងអាគាររបស់គាត់ទស្សនវិជ្ជាខាងក្រោយរបស់ខេងខ្ញុំមិនដែលរំពឹងថាវានឹងคล้ายទៅជាបែបនេះទេយ៉ាងណាមិញប្រពន្ធគាត់បានដឹងពីអ្នកទាំងពីរជននេះមិនស្គាល់មុខទាំងស្រុងហើយបុរសជាប្តីចេតនានិយាយលេងសើចថាប្រពន្ធនឹងតើពួកគេមានគំនុំបែបណាខ្លះពេលដឹងពីប្រតិកម្មរបស់ឈីងដូច្នេះគាត់មិនយកចិត្តទុកដាក់យេបូទាំងស្រុងទឹកមុខរបស់ហេត្រូវបានគេមើលងាយភ្លាមមុខគាត់បានប្រែប្រួលមេរៀនដ៏អស្ចារ្យបានបង្រៀនខ្ញុំផេងយ៉ងវេខ្មាស់អៀនជាខ្លាំងចាស់ម៉ៅដែលដឹងថាឈីងមិនបានឈឺចាប់ឡើងវិញប្តីគ្មានជំរឿក្រៅពីជួយនាងទៅសាឡុងដើម្បីសម្រាប់ខ្សែជាបូហេឃើញថាអាកាសធាតុច្បាស់ណាស់ខ្ញុំនឹងទុកវាឲ្យនៅម្នាក់ឯងសម្រាប់ពេលនេះព្រោះវាមានផាសុកភាពនាងសម្រាប់ចិត្តចាក់ចេញមុនគេជីនៅពេលដែលបូហេចាក់ចេញយ៉ងវេនឹងមិនអាចបញ្ឈប់បានទេឆេះដោយកំហឹងប្រជុំមុខនឹងយ៉ងវេការប្រមាថមិនបានធូរស្រាលសម្រាប់ឆែងទេដំណោះស្រាយព្រោះឲ្យតែបែកគ្នាគាត់មិនអាចខ្វល់ពីវានឹងឆេងលីតិចទេយកបន្ទាប់ពីត្រឡប់ទៅជាបូហេពេលវេលាពិបាកទទួលយកការពិតនេះគាត់មិនរំពឹងថារ៉ៃហេងមិនត្រឹមតែប៉ុណ្ណោះទេនាងបានរៀបការហើយប៉ុន្តែប្តីរបស់នាងនៅតែជាគូដណ្ដឹងរបស់នាងមកលេងក្មេកទំនាក់ទំនងបែបនេះពេលវេលាធ្វើឲ្យគាត់មានបញ្ហាជាងទេជាបូហេត្រឡប់មកផ្ទះវិញប្រពន្ធគាត់សួរគាត់ថាមានឬអត់ខ្ញុំបានជួបម្ដាយរបស់យ៉ងវេដោយសារតែគាត់មានអារម្មណ៍ថាយ៉ងវេម្ដាយបានត្រឡប់មកវិញដោយចេតនាជៀសវាងពួកគេដោយគិតថាគាត់កំពុងកំណត់គោលដៅឆេងវីមានមិត្តប៉ុន្តែជាបូហេមិនបានការពិតមិនត្រូវបានបញ្ជាក់នៅទីនេះទេរាងកាយរបស់ឆែងមានអារម្មណ៍មិនស្រួលម្ដងទៀតនៅពាក់កណ្ដាលយប់ដោយមានអារម្មណ៍សុខស្រួលវាមិនមានអារម្មណ៍ថាពេលនេះជាពេលវេលាដ៏ល្អឈីងបានធ្វើអ្វីដែលប្លែកវាជាកំហុសរបស់គាត់បាននិយាយយ៉ាងត្រជាក់និងចំអកទៅកាន់យេបូហេតើយើងអាចក្លាយជាក្មេកយ៉ាងណាទៅថ្ងៃអនាគតយ៉ាហេងបាននិយាយទាំងអន្ទះសារបន្ទាប់ពីបានរឿងនេះខ្ញុំមិនយល់ស្របនឹងការរៀបការនេះទេព្រោះគាត់យល់ពីគ្រួសារជាភាពខុសខើពាក្យសម្ដីបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះឈីងមិនអាចនិយាយរឿងនេះបានទេហើយប្តីរបស់នាងខ្ញុំបានកត់សម្គាល់ថាគាត់មានរឿងមួយកើតឡើងជាមួយគ្រួសារជាការជាប់គាំងនេះទោះជាគេស្គាល់ខេងជាអ្វីផ្សេងទៀតទាំងស្រុងខ្ញុំគ្រាន់តែចង់ការពារផ្ទះនេះនិងសុភមង្គលដ៏លំបាករបស់គាត់សូមជូនពរថ្ងៃនេះនាំមកនៅលៀបសំណាងខ្ញុំចង់ទៅខ្ញុំគិតថាគាត់នឹងឆែងទំនាក់ទំនងនេះបានប៉ះពាល់ដល់ភាគីទាំងសងខាងរួចហើយក្រុមគ្រួសារបានសម្រេចចិត្តជួបផ្ទាល់និយាយល្អជាមួយឆៃគីងដូច្នេះឆៃគីងបន្ទាប់មកបានអញ្ជើញគាត់ទៅលើកទី2កន្លែងដែលខ្ញុំប៉ុនប៉ងធ្វើអត្តឃាតកាលពី10ឆ្នាំមុនខ្ញុំគ្រាន់តែចង់ឲ្យយ៉ៃបូហេយល់ពីពេលណាការឈឺចាប់ដែលគាត់បាននាំខ្ញុំមកតើវាជ្រៅប៉ុណ្ណាកាលពី20ឆ្នាំមុនគាត់បាននាំប្រពន្ធនិងកូនប្រុសរបស់គាត់បានបង្ហាញខ្លួនតាមទស្សនៈរបស់ឆៃគីងអ្វីដែលនៅពីមុខនាងគឺគាត់គ្រាន់តែបង្ហាញពីសុភមង្គលរបស់គាត់ហើយពេលនោះប្រពន្ធរបស់គាត់បានប្រើពាក្យប្រមាថមើលងាយគាត់ត្រូវអាម៉ាស់ដោយភាពក្រីក្រនិងការលំបាកជីវិតខ្ទេចខ្ទាំរបស់គាត់និងគាត់គ្រាន់តែមើលពីក្រៅខណៈដែលឆែនម៉ូស្តេស្ទ័រប៉ុន្តែយ៉ៃបូហេព្យាយាមគេចពីការទទួលខុសត្រូវដោយមានអារម្មណ៍ថាវាជាយ៉ៃគីងកំពុងជាប់គាំងនៅលើចំណុចដ៏អាក្រក់មួយប៉ុន្តែម្ដាយក្មេករបស់គាត់មិនពេញចិត្តគាត់ជាយូរមកហើយខ្ញុំមិនអាចទ្រាំទ្រគាត់បានទេទាំងនេះគឺជារឿងដែលយ៉ៃបូហេក៏ធ្លាប់ស្គាល់ផងដែរមិនអើពើនឹងអ្វីទាំងអស់ទីបំផុតយ៉ៃបូហេដឹងថាខ្ញុំជាអ្នកដែលធ្វើឲ្យយ៉ៃគីងដួលតាមពិតឆៃជីងមិនចង់ឃើញគាត់តតែសោះលើកនេះខ្ញុំមកសុំទានគាត់នោះគឺដើម្បីបញ្ឈប់កុមាររៀបការហើយប៉ុន្តែយ៉ៃបូហេបញ្ជាក់ថាគាត់គ្មានការគ្រប់គ្រងលើបញ្ហាបេះដូងទេដើម្បីបញ្ឈប់គាត់យ៉ៃបូហេមិននិយាយមួយផ្លែតដឹងពីរបៀបជ្រើសរើសយ៉ៃបូហេនៅពេលល្ងាចបោះហើយងាកខ្ញុំដាក់មួយនៅក្បែរខ្ញុំប្រពន្ធគាត់ដាស់គាត់ពេលគាត់ដេកខ្ញុំសុបិនឃើញរូបរបស់ឆៃគីងប៉ុន្តែពេលអ្នកទាំងពីរអបគ្នាទើបដឹងឈីងបានបាត់ខ្លួនដោយគ្មានដានប្រពន្ធដែលឈរក្បែរនោះឬដូច្នេះភ្លាមដោយបាត់ស្មារតីនាងក៏ចាប់ប្តីនាងយ៉ាងលឿនប្តីប្រពន្ធភ្ញាក់ព្រឺតហើយក៏ប្រសិនបើការឆ្លោះប្រកែកគ្នានេះចាប់ដើមគាត់នឹងត្រូវស្លាប់ច្រើនឆ្នាំកន្លងផុតទៅហេតុអ្វីនៅតែភ្លេចជាបូហេបាននិយាយថានាងគឺជាប្រពន្ធរបស់គាត់ទោះបីជាឈីហារុនៅមានជីវិតនាងមិនអាចយកឈ្នះបានទេប៉ុន្តែប្រពន្ធនាងនៅតែខ្ញុំខ្វល់ច្រើនអំពីវាហើយខ្ញុំមិនខ្វល់ពីខ្លួនឯងក្រោយពេលរៀបការទេខ្ញុំខំតែអស់ពីសមត្ថភាពដើម្បីថែរក្សារឿងនេះផ្ទះរបស់គាត់ក៏បានជួយដល់អាជីពរបស់គាត់ដែរប៉ុន្តែហេតុអ្វីបានជាគាត់មិនអាចបំភ្លេចអតីតប្រពន្ធរបស់គាត់ជេបូហេបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅគាត់ប៉ុន្តែអ្វីដែលប្រពន្ធរបស់គាត់ចង់បានគឺមិនមែនវាមិនមែនជាការដឹងគុណដែលគាត់នៅទីបំផុតគាត់មិនបានប្រាប់ប្រពន្ធថាអតីតប្រពន្ធគាត់នៅមានជីវិតទេថ្ងៃបន្ទាប់ជេបូហេម្ដងទៀតគាត់ហាក់ដូចជាមិនស្រួលខ្លួនទេរំលឹកអតីតកាលរបស់ឆេគីងវានិយាយថាគាត់បានបាត់បង់កូនរបស់គាត់មិត្តសម្លាញ់របស់ខ្ញុំស្រាប់តែនឹកឃើញដល់អាយុ20ជាច្រើនឆ្នាំមុនឆៃហេងត្រូវបានអំដំណើរដោយតើក្មេងស្រីតូចនោះជាអ្នកណាកូនអ្នកណាភ្លាមនោះប្រពន្ធគាត់ក៏លេចមុខ
គាត់នៅពីក្រោយគាត់ទិដ្ឋភាពនឹកស្មានមិនដល់នេះសំបីតែប្រពន្ធក៏មិនបានហៅគាត់ដែលជាការឆ្លើយតបយាយបូហេគ្មានជំរឿអ្វីក្រៅពីកុហកទេគាត់បាននិយាយថាគាត់កំពុងគិតអំពីភោជនីយដ្ឋានដើម្បីបិទបាំងមន្តសការខុសឆ្គងតែប្រពន្ធតាំងពីយូរយារណាស់មកហើយគាត់បានស្វែងយល់ពីអ្វីដែលនៅក្នុងចិត្តរបស់គាត់ប៉ុន្តែគាត់មានអារម្មណ៍ថាគាត់មិនចាំបាច់ទៅជាមួយទេសំបីតែមនុស្សស្លាប់ក៏ឆ្លោះគ្នាដែរគាត់យកចិត្តទុកដាក់អតីតប្រពន្ធនៅតែរស់ក្នុងចិត្តប្តីបន្ទាប់មកយាយបូហេនិយាយទៅរកអ្នកនិយាយជាមួយប្រពន្ធខ្ញុំមានអារម្មណ៍កាន់តែខ្លាំងឡើងថាប្តីរបស់ខ្ញុំបានធ្វើអ្វីប្លែកមួយរយៈពេលថ្មីនេះឆេងដោយមិនបានដឹងថាប្តីរបស់នាងមកពីមុនប្រពន្ធគាត់ចង់និយាយជាមួយគាត់នៅខាងក្រោមរឿងទាំងនេះ Shaking បានឮថាជាបូហៃបិទទូរស័ព្ទយ៉ាងលឿននៅពេលនេះប្រពន្ធរបស់គាត់នាងបានដើរតាមគាត់ដោយសម្ងាត់បន្ទាប់មក Shaking ស្ដាប់សំនៀងរបស់យាយបូហេបែបនេះដោយស្មោះដូច្នេះខ្ញុំសម្រេចចិត្តនៅជាមួយគាត់ពេលបានជួបប្រពន្ធធ្វើជាសាក់សីលើស្ត្រីក្រោយចូលឡានប្តីរួចនាងទ្រាំមិនបាននារីម្នាក់នេះមើលទៅច្បាស់ណាស់ស្រាប់តែរំលឹកកាលពីជាង20ឆ្នាំមុនការជួបគ្នាមួយជាមួយវែង Shaking កែ